ល់ស្ដុកស្ដម្ភហើយសវត្ថិភាពផងជាតិសប្បាយយ៉ាងណាបើប្រជាមានសិទ្ធបានសម្រេចចិត្តជ្រើងតាមការគិតពិតជាសមហើយតម្រូវការបានឆ្លើយកម្ពុជាសុខហើយស្បើយអស់ពីទុក្ខាសូមគោរពជម្រាបសួរបាទគណៈពេលនេះគឺជាកម្មវិធីសំឡេងមូលដ្ឋានដែលផលិតឡើងដោយគណៈបកប្រជាធិបតេយ្យមូលដ្ឋានហើយថ្ងៃនេះខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលយើងមានប្រធានបទមួយនៅក្នុងការជជែកចែកជូនដល់ពុកម៉ែបងប្អូនជាពលរដ្ឋខ្មែរទាំងអស់ជាទីសន្តាប់ហើយក៏ដើម្បីបានជាគុណប្រយោជន៍មួយនៅក្នុងការពិចារណាអាចនិយាយម្យ៉ាងទៀតថាដើម្បីបានជាចំណេះដឹងមួយនៅក្នុងការរស់នៅដើម្បីជាការរួមចំណែកជាមួយនឹងគុំសង្កាត់អញ្ចឹងប្រធានបទយើងថ្ងៃនេះគឺល្អមែនតើនិយាយអំពីការគ្រប់គ្រងឃុំសង្កាត់ឬក៏យើងនិយាយម្យ៉ាងទៀតតាមភាសាបច្ចេកទេសគឺរដ្ឋបាលឃុំសង្កាត់តែអញ្ចឹងឋានៈពេលនេះផងដែរយើងមានវីក្មិនមួយរូបគឺបងប្រុសធួបូណាបានលោកគឺជាប្រធានគណៈកម្មការដោះស្រាយវិវាទនិងវិន័យនៃគណៈបកប្រជាធិបតេយ្យចឹងកុំឲ្យខាតពេលច្បាប់សម្បត្តិងាសូមគោរពនិងជម្រាបសួរបងបាទបាទក៏ដូចជាសូមកាត់អនុធរៈគ្រប់ព្រះអង្គព្រមទាំងវត្តខ្មែរទាំងអស់ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាដូចជាទាំងនោះនេះខ្ញុំអរគុណដល់អ្នកទីដែលបានដល់កិត្តិយសឲ្យខ្ញុំបានចូលរួមក្នុងកម្មវិធីសំឡេងមូលដ្ឋានរបស់គណៈបកជាតបតៃមូលដ្ឋានដែលមានអូនធីរ៉ាជាអ្នកសម្របសម្រួលក្នុងកម្មវិធីបាទអរគុណច្រើនបងអញ្ចឹងនៅក្នុងនាមជាអ្នកសម្របសម្រួលក៏មានកិត្តិយសបាទផងដែរដែលបានបងប្រុសចំណាយពេលវេលានៅក្នុងការចូលរួមជាវីគ្មិនដើម្បីបកស្រាយឲ្យមានការយល់ដឹងបន្ថែមជូនដល់ពុកម៉ែបងប្អូនជាពលរដ្ឋខ្មែរយើងនៅប្រធានបទការគ្រប់គ្រងឃុំសង្កាត់បាទអញ្ចឹងកុំឲ្យខាតពេលខ្ញុំសូមអនុញ្ញាតទៅជែកជាមួយបងតែម្ដងបាទដោយផ្ដើមនៅសំណួរមួយថាតើសាវតាឃុំសង្កាត់បាទនៅក្នុងការដឹកនាំកន្លងមកហ្នឹងវាមានសាវតាបែបណាដែរបាទចឹងសូមក្រុមជើញបងបាទអនុញ្ញាតជួយផ្ដល់ជាបាទព័ត៌មានក៏ដូចជាទិន្នន័យជុំវិញសាវតាឃុំសង្កាត់កន្លងមកបាទសូមអញ្ជើញបងបាទអរគុណខរាហ្នឹងហើយនៅប្រទេសកម្ពុជាយើងកាន់របបប្រជាធិបតេយ្យសេរីពហុបកហើយការដឹកនាំមានថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិហើយគណៈនេះគឺជាអ្នកយើងតាក់ទងទៅនៅថ្នាក់ក្រោមជាតិនេះគឺផ្ដោតទៅលើបាទពុំប្រកាសហ្នឹងហើយដូចជាយើងនៅលើកឡើងថាប្ររដ្ឋបាលហើយវិដែលបានលើកថាឲ្យរំលឹកពីសាវតានិងប្រវត្តិនៃការកកើតភូមិសង្កាត់នឹងមូលហេតុអីបានត្រូវមានភូមិសង្កាត់ថ្នាក់ក្រោមជាតិនឹងភូមិសង្កាត់គឺជារដ្ឋបាលមើលដែលមានតួនាទីសំខាន់ក្នុងការរួមវិវត្តនាំថ្នាក់ក្រោមជាតិហើយកន្លងមកពីរដ្ឋបាលឃុំសង្កាត់ហ្នឹងមានតាំងពីសម័យបុរាណប៉ុន្តែมันមិនជាប្រព័ន្ធផ្លូវការណាមួយទេគ្រាន់តែជាការគ្រប់គ្រងបែបសហគមន៍ជាក្រុមហើយដល់សម័យនិគមបារាំងបានមានការរៀបចំឲ្យចេញជាផ្លូវការមួយដែលមានការរៀបចំឲ្យការគ្រប់គ្រងថ្នាក់ក្រោមជាតិនឹងទៅជាប្រព័ន្ធតែម្ដងឡែករហូតដល់ឆ្នាំ2001ក៏មានអនុក្រឹត្យមួយស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនឹងតាមរយៈការបោះឆ្នោតនៅឆ្នាំ2002តែម្ដងបាទអវតានៃខ្លីៗនៃការកកើតបាទអរគុណច្រើនបងបាទអញ្ចឹងសាវតាដោយពុកម៉ែបងប្អូនបានស្ដាប់លោកវីគ្មិនលោកបានលើកឡើងអញ្ចឹង
bà kẹt cao đam lai nâng khung sừng cắt nâng mình miên ra chana sập quan trục krong ấy cho bà lo tê phần tái lục bàn thả miên anu cất mùi bàn bằng qua bên chia ở bậc cao ra chana sập quan khung sừng cắt nâng là hốt ở chana pi quan pi có miên ca bọt nào chưa rứ krom bực xa khung sừng cắt chẳng ta krom bực xa khung sừng cắt nâng miên đây thảm mấy cái dọc mau bị naอย่างmấy dương nâng sắc xa lùm ắt chủng với khmia toแต่ទៀតក៏ប៉ុន្តែខ្ញុំចង់ឲ្យបងគឺបន្ថែមនៅក្នុងស្តាវតានេះបន្តិចដែរថាតើការបោះឆ្នោតឃុំសង្កាត់មកដល់ពេលឥឡូវហ្នឹងវាធ្វើប្រមាណដងហើយយើងក្រងនឹងបោះនៅពេលបន្ទាប់ហ្នឹងនៅពេលណាដែរបាទតើបងអញ្ជើញបាទ បាទនិយាយពីអាណត្តិនៃការចាប់ផ្ដើមបោះឆ្នោតឃុំសង្កាត់ហ្នឹងគឺឆ្នាំ2002ហើយរហូតមកដល់ពេលនេះគឺមានរយៈមានចំនួន5អាណត្តិដោយមួយអាណត្តិមាន5ឆ្នាំនៅឆ្នាំ2027ខាងមុខនឹងមានការបោះឆ្នោតឃុំសង្កាត់អាណត្តិទី6 អរគុណច្រើនបងដែលបានបញ្ជាក់អញ្ចឹងអ្វីដែលយើងចង់ពំលេចហ្នឹងគឺថានៅឆ្នាំ2027ខាងមុខគឺយើងមានការបោះឆ្នោតទី6នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលវាគឺជារឿងមួយសំខាន់សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានហ្នឹងលោកត្រូវតែត្រៀមលក្ខណៈនៅក្នុងការចូលរួមហើយនឹងធ្វើជាម្ចាស់ឆ្នោតដើម្បីជ្រើសរើសតំណាងនៅមូលដ្ឋានហ្នឹងឲ្យបានកាន់តែល្អសម្រាប់បម្រើប្រជាពលរដ្ឋត្រឡប់មកវិញអញ្ចឹងអរគុណមែនទែនបងដែលបានរំលឹកនៅក្នុងសាវតានេះឥឡូវបងជួយបង្ហាញបន្ថែមទៀតមកថាតើទូនាទីក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងគាត់ធ្វើអ្វីខ្លះអញ្ចឹងអាចបងជួយបង្ហាញថាក្រុមប្រឹក្សាឃុំសង្កាត់នេះវាកើតឡើងដោយយ៉ាងដូចម្ដេចហើយមានទូនាទីធ្វើអ្វីខ្លះបាទសូមអញ្ជើញបងបាទ បាទឃុំសង្កាត់អាចទៅកាន់ទូនាទីបានគឺអាស្រ័យទៅលើម្ចាស់ឆ្នោតហើយម្ចាស់ឆ្នោតជានរណាគឺជាពលរដ្ឋដែលមានអាយុចាប់ពី18ឆ្នាំហើយមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាផ្លូវការគាត់មានទូនាទីភារកិច្ចប្រើប្រាស់កំណត់ឆ្នោតរបស់គាត់ជ្រើសរើសតំណាងមូលដ្ឋានរបស់គាត់នៅឃុំសង្កាត់នឹងតែម្ដងជាក្រុមសាជ្រើសមេឃុំចាក់សង្កាត់ដើម្បីឲ្យមេឃុំចាក់សង្កាត់នោះបំរើគាត់វិញគាត់ជ្រើសជាតំណាងដើម្បីបំរើគាត់ហើយហេតុអីបានត្រូវជ្រើសជាតំណាងគឺក្នុងមូលដ្ឋានរដ្ឋបាលឃុំសង្កាត់គឺត្រូវតែមានរចនាសម្ព័ន្ធហើយជ្រើសរើសជាតំណាងគឺចង់ឲ្យជាសម្លេងមួយដើម្បីចាត់ចែងរៀបចំការងារនៅក្នុងរដ្ឋបាលឃុំសង្កាត់ដែលទទួលខុសត្រូវទៅលើសន្តិសុខសណ្ដាប់ធ្នាប់នៃការអភិវឌ្ឍ អរគុណតាមបងអញ្ចឹងបងបានបញ្ជាក់បាទថាក្រុមប្រឹក្សាហ្នឹងគឺកើតឡើងអំពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននៅក្នុងឃុំមួយហ្នឹងបាទអញ្ចឹងសម្លេងឆ្នោតមួយសន្លឹកដែលបងបានបញ្ជាក់មិញហ្នឹងគឺថាវាមានអត្ថប្រយោជន៍ខ្លាំងណាស់ដើម្បីជាការចំណែកឲ្យមានការអភិវឌ្ឍនៅឃុំសង្កាត់ហ្នឹងក៏ប៉ុន្តែអាចដែរពុកម៉ែបងប្អូនប្រជាពលរដ្ឋអាចនឹងអត់សូវយល់អំពីពាក្យថាក្រុមប្រឹក្សាទេ បាទគាត់ស្គាល់ច្បាស់ហ្នឹងភាគច្រើនទៅមេឃុំទេបាទអញ្ចឹងសូមឲ្យបងជួយបញ្ជាក់មកថាតើពាក្យថាក្រុមប្រឹក្សាហ្នឹងវាមានឋានៈឬក៏តំណែងដែលត្រូវហៅហ្នឹងយ៉ាងម៉េចខ្លះបងបាទសូមអញ្ជើញ ណាក្រុមក្នុងទៅមានអាសនៈទៅ4អាសនៈនេះសំដៅទៅលើកៅអីក៏កន្លែងដែលមានវត្តមានហើយ5ទៅ9ហ្នឹងគឺអាស្រ័យទៅលើភូមិសាស្ត្រនិងប្រជាសាស្ត្ររបស់តំបន់កណាមានចំនួនប្រជាពលរដ្ឋច្រើនហើយទៀងទលំទលាយគឺចំនួនអាសនៈក៏ច្រើនទៅតាមនឹងដែរអាចទៅដល់9អញ្ចឹងទៅបាទហើយក្រុមប្រឹក្សាហ្នឹងមានជាចំនួនអាសនៈមួយចំនួនជាចំនួនមួយបានដែលក្រុមប្រឹក្សាហ្នឹងជាជំមនុស្សមួយដែលត្រូវបានពលរដ្ឋគាំទ្រតាមរយៈសម្លេងឆ្នោតរបស់ជាពលរដ្ឋហ្នឹងដែលមានចំនួនកំណត់ណាមួយនៃអាសនៈចំនួនស្លឹកឆ្នោតដែលមានកំណត់សន្លឹកឆ្នោតត្រូវបានទៅកាន់ទូនាទីគ្រប់ចំនួនទាំង5ឬក៏
ក្នុងនោះនៅក្នុងនោះមានមេឃុំឬក៏ចៅសង្កាត់បន្ទាប់មកគឺជំទប់ទី1ជំទប់ទី2ហើយនឹងក្រុមប្រឹក្សាជាចកោមមួយនៅក្នុងឃុំនៅក្នុងរដ្ឋបាលឃុំសង្កាត់ព្រមទាំងមន្ត្រីចែកទេសទីឯមន្ត្រីចែកទេសសោតគឺកើតឡើងមិនមែនជាកើតឡើងដោយសារការបោះឆ្នោតនោះទេបោះឆ្នោតគឺត្រឹមតែក្រុមប្រឹក្សាក៏ដូចជាមេឃុំចៅសង្កាត់ប៉ុណ្្នឹងទេបាទ អរគុណច្រើនបងអញ្ចឹងលោកវិក្មិនបាទបងបូណាគាត់បានបញ្ជាក់ហើយថាក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងគឺកើតឡើងពីការបោះឆ្នោតហើយការបោះឆ្នោតនឹងទៀតសោតបង្កើតបានទៅជារចនាសម្ព័ន្ធឃុំមួយដែលមានដែលគាត់បានឈ្នះឆ្នោតបាទអញ្ចឹងអាចឃុំខ្លះមាន5អាសនៈទៅមាន5អាសនៈឬក៏5ក្រុមប្រឹក្សាឃុំអញ្ចឹងទៅក្រុមប្រឹក្សាអញ្ចឹងទៅហើយឃុំខ្លះក៏មានដូចជា7បាទក្រុមប្រឹក្សាឬក៏7អាសនៈអញ្ចឹងទៅឃុំខ្លះក៏មាន9បាទក្រុមប្រឹក្សាឬក៏9អាសនៈតែយើងប្រើពាក្យមួយណាក៏បានដែរហើយឃុំខ្លះអាចឡើងដល់11ទៀតហើយលោកបានបញ្ជាក់ទៀតថាការដែលចំនួនក្រុមប្រឹក្សាឃុំនីមួយៗហ្នឹងឬក៏ក្រុមប្រឹក្សាសង្កាត់នីមួយៗហ្នឹងខុសគ្នាហ្នឹងអាស្រ័យទៅលើវិជាសាស្ត្របាទចំនួនវិជាពលរដ្ឋនៅក្នុងឃុំនឹងតូចធំអីចឹងបាទអញ្ចឹងអរគុណនេះគឺកាន់តែក្បោះក្បាយអញ្ចឹងរចនាសម្ព័ន្ធពាក្យថាក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងលោកបានបញ្ជាក់ទៀតថាទី1គឺមានលោកមេឃុំឬក៏កន្លែងខ្លះគេហៅថាសង្កាត់បាទលោកមេឃុំឬក៏ចៅសង្កាត់ហើយរចនាសម្ព័ន្ធដែលមានឋានានុក្រមបន្ទាប់ហ្នឹងបាទឋានៈបន្ទាប់នេះគេហៅជំទប់ទី1ឬក៏ជំទប់ទី2បាទជំទប់ទី1ឬក៏ជំទប់ទី2ឬក៏យើងហៅថាចៅសង្កាត់រងទី1ចៅសង្កាត់រងទី2បាទកន្លែងខ្លះជាសង្កាត់ហើយសល់ប្រមាណខៃក្នុងសមាជិកបាទអញ្ចឹងគឺសូមឲ្យពុកម៉ែបងប្អូនកាន់តែយល់ច្បាស់ប៉ុន្តែពួកគាត់បានคลายទៅជាក្រុមប្រឹក្សាហ្នឹងតើនៅក្នុងប្រទេសយើងកាន់នៅរបបប្រជាធិបតេយ្យយើងពួកគាត់ទៅឈរហ្នឹងក្នុងនាមជាគណៈបកនយោបាយឬក៏គាត់ទៅឈរឲ្យគេបោះឆ្នោតនៅក្នុងឃុំមួយហ្នឹងក្នុងនាមផ្ទាល់ខ្លួនគាត់ម្នាក់ឯងបងឯកតនាមឬក៏សកម្មមាត្រសូមបងជួយបញ្យល់ចំណុចហ្នឹងបន្តិចបាទអរគុណបាទមែនទែនមែនទែនការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជាអនុលោមតាមប្រព័ន្ធសមាមាត្រអញ្ចឹងប្រព័ន្ធសមាមាត្រមានថាតើតែមានគណៈទើបអាចតើតែមានគណៈដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃទើបអាចចូលឈ្មោះនៅក្នុងបោះឆ្នោតនៅចូលឈ្មោះឲ្យគេបោះឲ្យគូរនបោះឆ្នោតឲ្យបានបាទហើយហេតុអីបានមិនមានប្រព័ន្ធឯកតនាមយើងពុំទាន់ឈានដល់ទេមែនតើនៅខ្លះក៏យើងចង់បានឲ្យប្រជាពលរដ្ឋដែលមានសមត្ថភាពក៏មានឱកាសក្នុងការចូលឈ្មោះឲ្យជាពលរដ្ឋនៅក្នុងខានខ្លួនបោះឆ្នោតអស់ប៉ុន្តែយោងទៅតាមច្បាប់ក៏ដូចជាបទដ្ឋានស្តីយុទ្ធតម្រូវតាមប្រព័ន្ធសមាមាត្រអញ្ចឹងបេតិជនដែលអាចចូលឈ្មោះបានលុត្រាតែមានឈ្មោះនៅក្នុងនយោបាយដែលរៀបចំឡើងដោយគណៈបកនយោបាយហើយក៏មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតដែលឃុំនៅក្នុងឃុំសង្កាត់ដែលគួរត្រៀមនឹងចូលឈ្មោះបាទអរគុណច្រើនបងដែលបានបញ្ជាក់ចំណុចនេះអញ្ចឹងពុកម៉ែបងប្អូនដែលចង់คลายទៅជាក្រុមប្រឹក្សាឃុំសង្កាត់បានតើតែឈរឈ្មោះតាមរយៈគណៈបកនយោបាយដោយបោះបានបញ្ជាក់មិញគឺកាត់តែច្បាស់ហើយបាទมันអាចឈរក្នុងនាមផ្ទាល់ខ្លួនបានអត់ប្រើប្រព័ន្ធឯកតនាមទេគឺប្រើប្រព័ន្ធសមាមាត្រមានន័យថាយកបកហ្នឹងមកឈរហើយបើតាមខ្ញុំសង្កេតមើលឃុំខ្លះមានគណៈបកឈរហ្នឹង3គណៈបកទៅឃុំខ្លះហ្នឹងមាន5គណៈបកទៅបាទឃុំខ្លះទៀតមាន6 7គណៈបកទៅនៅក្នុងសិលឹកឆ្នោតដែលគាត់ឈរនៅក្នុងឲ្យគេបោះឆ្នោតហ្នឹងហេតុអីបានអាចំនួនគណៈបកនៅក្នុងឃុំដែលគាត់ឈរឲ្យគេបោះមួយហ្នឹងมันស្មើគ្នាអញ្ចឹងបងបាទសូមជួយបញ្ជាក់តិចបាទពាក់ព័ន្ធនឹងលទ្ធភាពក៏ដូចជាបញ្ហាប្រឈមមួយចំនួនហើយច្បាប់យើងពុំបានកំណត់ថាឃុំនេះទោះតែមាន2គណៈបក3គណៈបកទើបអាចដំណើរការនៃការបោះឆ្នោតទៅបាននេះមែនតើតែមួយគណៈក៏ដំណើរការទៅបានដែរតែមូលហេតុដែលឃុំខ្លះមាន1ឃុំខ្លះមាន3 4គណៈនឹងគណៈខ្លះគាត់មានសមាជិកអ្នកគ្រប់គ្រងនៅតំបន់នៅឃុំដែលគាត់ឈ្មោះចឹងគាត់អាចចំចេញជារូបរាងដើម្បីចូលរួមប្រកួតប្រជែងហើយ
ចូលរួមប្រជែងគឺដើម្បីសូមការគ្រប់គ្រងពីម្ចាស់ឆ្នោតពេញចិត្តគាត់មកបោះឲ្យកុំកាសទៅមកទៅជាតិ ចឹងអរគុណច្រើនបងសម្រាប់បញ្ជាក់ចំណុចហ្នឹងថាអូហេតុអីបានឃុំខ្លះឃើញនៅក្នុងស្លឹកឆ្នោតហ្នឹងឈរតែ2ប៉ះឬឲ្យឃុំខ្លះមាន3អញ្ចឹងវាតាក់ទងជាមួយនឹងការដាក់បញ្ជីរបស់បេក្ខជនគណៈបកមួយហ្នឹងគណៈបកខ្លះគាត់អត់មានបេក្ខជននៅក្នុងឃុំហ្នឹងទេតែចំណុចនេះវាគឺជាចំណុចសំខាន់មួយដែលធ្វើឲ្យប្រជាពលរដ្ឋត្រូវគួរយល់ដឹងហើយនឹងចូលរួមបាទអញ្ចឹងខ្ញុំសូមអនុញ្ញាតបន្តនៅសំណួរបន្ទាប់ទៀតថាតើឃុំសង្កាត់គាត់មានទួនាទីនិងដឹកនាំកិច្ចការឃុំហ្នឹងមានអ្វីខ្លះបងបាទសូមជួយបញ្ជាក់មកថាការងាររបស់គាត់នៅក្នុងឃុំហ្នឹងគាត់ត្រូវធ្វើអីខ្លះក្រុមប្រឹក្សាហ្នឹងបាទសូមជួយបង បាទបន្ទាប់ពីបានការគ្រប់គ្រងនេះហើយចូលកាន់គាត់មានទូនាទីគឺក្រុមប្រឹក្សាទាំងអស់បម្រើប្រជាពលរដ្ឋនៅមូលតាមរយៈការអភិវឌ្ឍនៅមូលដ្ឋានហ្នឹងរក្សាសម្ដាប់ធ្នាប់សន្តិសុខនិងដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងឲ្យធ្វើមានការចុះលិខិតបទដ្ឋានទេយុទ្ធទេមានកំណើតសម្បត្តិកំណើតមិនកាត់សម្បត្តិកំណើតសម្បត្តិអភិវឌ្ឍក៏ដូចជាសម្បត្តិទទួលមរណភាពបាទនេះជាទូនាទីរបស់គាត់ក្នុងការបម្រើប្រជាពលរដ្ឋរួមទាំងសន្តិសុខសម្រាប់ធ្នាប់នឹងគឺជាកត្តាសំខាន់ណាស់មែនទែនទៅនៅតាមខូសង្កាត់មួយចំនួនខ្ញុំមិនរំលឹកថាឃុំសង្កាត់ណាវាស្ទើរតែប៉ុណ្ណោះអាពាក្យថាឃុំសវត្ថិភាពនោះវាអាចមានត្រឹមតែឯកសារប៉ុន្តែការអនុវត្តហ្នឹងវាគង់ទាន់បានទូលំទូលាយនៅឡើយអញ្ចឹងហើយប្រជាពលរដ្ឋត្រូវតែមើលថាតើការសន្យារបស់មេឃុំជនមេឃុំចៅសង្កាត់ក្រុមការពីគណៈបកនីមួយហ្នឹងគោលនយោបាយគាត់ផ្ដោតទៅលើអីតែគាត់ផ្ដោតទៅលើតែប្រយោជន៍របស់ឬក៏ផ្ដោតទៅលើប្រយោជន៍របស់ប្រជាពលរដ្ឋហើយប្រយោជន៍របស់ប្រជាពលរដ្ឋការសន្យារបស់គាត់សន្យាដើម្បីឲ្យបានលក្ខឆ្នោតហើយបន្តមកគាត់មិនគោរពនេះហើយជាអ្វីដែលប្រជាពលរដ្ឋត្រូវតែសម្លឹងមើលមិនមែនតបដើម្បីគណៈបកនោះដើម្បីគណៈបកនោះមានអិសរាជជនល្បីអញ្ចឹងមើលតែពីលើថ្នាក់ដឹកនាំពីថ្នាក់ដឹកនាំលើបោះឆ្នោតឲ្យដោយមិនបានចរិតលក្ខណៈជាការសន្យាបេក្ខជននេះជាកត្តាសំខាន់ត្រូវមិនមែនថាងតតសន្យាបោះឆ្នោតយើងសូមរំលឹកកន្លងមកគ្រប់គណៈដែលចាប់ឃោសនានៅឃុំសង្កាត់ហ្នឹងគឺរំលឹកតែប្រធានគណៈបកឡើងលោកខអេដាមខជាប្រធានគណៈបកប៉ុន្តែអត់បានរំលឹកពីសមាជិកនៅបេក្ខជននៅតាមឃុំសង្កាត់ថាព្រោះមិនមែនប្រធានគណៈបកនោះទេទៅដឹកនាំនៅមូលដ្ឋានឃុំគឺបេក្ខជនដែលឈរនៅទីនោះជាមានទួនាទីឲ្យនឹងទួលខុសត្រូវហើយបាទឃោសនារំលឹកតែទានគណៈបកហើយពលរដ្ឋគាត់មានការទទួលបានពីវប្បធម៌នយោបាយពីមុនមកនៅពេលដែលចាប់ផ្ដើមកលេចចាប់ផ្ដើមឃោសនាបោះឆ្នោតចាប់ផ្ដើមកលេចទៅមើលប្រធានគណៈហេតុបានអ្នកដែលយើងត្រូវមើលហើយស្ថាបពីគោលពីការសន្យាហើយយើងក៏អាចយើងនឹងណាអាចមានសិទ្ធិឲ្យមេឃុំចៅសង្កាត់នេះមកសួរហេតុអីបានអ្នកឯងសន្យាយកសម្លេងឆ្នោតខ្ញុំហើយយកទៅទុកចោលមិនអនុវត្តតាមគោលនយោបាយរបស់អ្នកបានសន្យាពេលយុទ្ធនាការឃោសនាបោះឆ្នោតនេះហើយជាកត្តាសំខាន់និយាយពីទួនាទីនិងធាតុកិច្ចរបស់គាត់មិនមែនមានទួនាទីគេតែគេសន្យាបន្ទាប់ពីបានសម្រេចឆ្នោតហើយស្រាប់គាត់មកភ្លេចពីការសន្យារបស់ម្ចាស់ឆ្នោតចោលហើយម្ចាស់ឆ្នោតទៀតសោតក៏កាលបោះឆ្នោតមានភាពស្និទ្ធស្នាលជាមួយបេក្ខជនទាំងដល់ពេលបោះឆ្នោតនេះគេឃុំឯង
ជាបរិវត្តអត់ធៀបទៅក្បែរផ្ទះគេហើយចង្អោតផ្សេងៗអីទៅចង់ជួគេហ្នឹងអូលោកឯឃុំរវល់អត់ធៀបទៅមែននៅពេលជាបរិវត្តត្រូវតែធ្វើជាប្រជាបរិវត្តសកម្មមែនបោះឆ្នោតហើយទៅបោះឆ្នោតហើយត្រូវតែតាមដាននៅការអនុវត្តទាំងគោលនយោបាយទាំងចរិតលក្ខណៈនិងការសន្យារបស់ប្រជាជនរបស់មេឃុំដែលបានទៅកាន់ទូនាទីបាទអរគុណច្រើន បាទអរគុណច្រើនបងវិក្មិនលោកបានបញ្ជាក់បាទក្បោះក្បាយម្ដងទៀតតទៅនឹងទួនាទីរបស់ឃុំសង្កាត់នៅក្នុងការដឹកនាំអាណត្តិ5ឆ្នាំហ្នឹងហើយខ្ញុំគួររំលឹកលើកឡើងបញ្ជាក់ឡើងវិញដើម្បីឲ្យពុកម៉ែបងប្អូនបាទយល់ច្បាស់អំពីទួនាទីរបស់ក្រុមប្រឹក្សាឃុំសង្កាត់ដែលដឹកនាំដោយមេឃុំចៅសង្កាត់ហ្នឹងអញ្ចឹងបងបានលើកឡើងហើយមិញរំលឹកមិនខុសទេទី1គឺការងាររដ្ឋបាលបាទបញ្ជាក់សម្បត្តិកំណើតសម្បត្តិអភិភិពាសម្បត្តិមរណៈសម្បត្តិបញ្ជាក់ភាពនៅលីវបញ្ជាក់លិខិតអីផ្សេងទៀតសរុបមកវិញហ្នឹងគឺអាការងារហ្នឹងគឺការងាររដ្ឋបាលហើយការងារសំខាន់មួយទៀតដែលក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងត្រូវតែធ្វើដោយខានមិនបានគឺការងារអភិវឌ្ឍបាទសម្រាប់ធ្នាប់បាទសន្តិសុខដែលលោកបានលើកឡើងនិយាយអំពីឃុំសុវត្ថិភាពបើវិញហ្នឹងបាទផែនការហ្នឹងឬក៏ការបែងចែកអំពីទូនាទីភារកិច្ចហ្នឹងមានយូរហើយប៉ុន្តែយើងឃើញថាសង្គមនៅតែជាប់នៅអាស្ថានភាពមិនល្អហ្នឹងដដែលបាទអញ្ចឹងទាំងអស់ហ្នឹងគឺជាការងាររបស់ឃុំសង្កាត់ហើយយើងចម្លែកដែរតាមការអង្កេតឃើញជាក់ស្ដែងហ្នឹងឃុំខ្លះក៏រៀងរីកចម្រើនទៅមើលទៅឃើញសម្បូរផ្លូវបេតុងទៅហើយឃុំខ្លះផ្លូវនៅតែកលិចកលុកនៅតែបែកផុកភ័យដីនឹងដដែលអាហ្នឹងវាមកពីអីបាទមកពីកញ្ចក់ពីការនឹងមិនស្មើគ្នាឬក៏វាយ៉ាងម៉េចបាទឬក៏គំនិតអ្នកដឹកនាំនឹងយ៉ាងម៉េចដែរប៉ុន្តែមុននឹងឆ្លងចូលដល់ចំណុចរឿងអភិវឌ្ឍឃុំនឹងខ្ញុំមានកូនសំណួរមួយចង់រំលឹកសួរបងបន្ថែមតើមូលនិធិឃុំសង្កាត់នឹងជាអ្វីបាទហើយវាអាចថាគេប្រើប្រាស់ដើម្បីអ្វីដែរបាទសូមអញ្ជើញបង ថវិកាឬក៏ហិរញ្ញវត្ថុរបស់ឃុំសង្កាត់បានមកពី3ប្រភពទី1ពីក្រសួងបានន័យថាក្រសួងបានទម្លាក់ថវិកាតាមដំណាក់កាលទៅឲ្យឃុំសង្កាត់ទី2បានឡើងដោយបាទនៅឃុំនឹងដងឧទាហរណ៍ថាគម្រោងផ្សេងមួយហ្នឹងគេចាប់ថវិកាគឺប្រមូលចូលឃុំមានសិទ្ធិក្នុងការប្រមូលដើម្បីចាត់ចែងហើយទី3ដៃគូសហការអង្គការដែលហៅថា NGO នោះប្រភព3ភពថវិកាទាំង3ប្រភេទហ្នឹងគឺយកមកក្នុងការរៀបចំស្ដារហេដ្ឋារចនាសម្ព័ន្ធស្របទៅនឹងសំណួរខាងដើមទីដែលធារាសួរបងថាហើយចុះក៏ឃុំខ្លះផ្លូវល្អឃុំខ្លះក៏មិនក៏មិនមានផ្លូវអីល្អហើយលើកថវិកាពីក្រសួងមកបានគម្លាក់ទៅហើយពីក៏ថវិកានឹងអត់គ្រប់មែនតើនឹងពាក់ព័ន្ធនឹងសមត្ថភាពនិងថារបស់មេឃុំចៅសង្កាត់មេឃុំចៅសង្កាត់នឹងត្រូវតែមានសមត្ថភាពក្នុងលើកគម្រោងគាត់ NGO គេមិនមកកេះយើងអូនយក10000 20000វត្តគុំករណីទទួលទៅអត់ទេសំខាន់ត្រូវទីបញ្ហាផ្លូវឥឡូវត្រូវចំណាយថវិកាអស់ប្រមាណសំលើកត្រឹមតែផ្លូវវាបានហើយវាផ្ដល់សារៈសំខាន់អីខ្លះដល់ប្រជាពលរដ្ឋយើងត្រូវសិក្សាលំអិតទៅលើទី1ការចំណាយទី2ផលប្រយោជន៍នៃការប្រើប្រាស់ផ្លូវហើយរកដៃគូណារកដៃគូអាការណាដែលគាត់មានកញ្ចប់ថវិកាចាំដល់ឲ្យទៅលើគម្រោងហ្នឹងអញ្ចឹងយកអាគម្រោងទាំងអស់ហ្នឹងនិយាយពីការចំណាយក៏ដូចជាអត្ថប្រយោជន៍នៃការក្នុងភូមិគាត់មើលទៅគម្រោងនឹងសង្ហេតុផលគាត់អាចទម្លាក់ថវិកាកញ្ចប់ថវិកាហ្នឹងឲ្យឃុំអភិវឌ្ឍបាទហើយតើព្រឹងចិត្តមិនមែនអង្គុយចាំមើលឃុំតម្លាក់តម្លាក់លុយឲ្យប៉ុណ្ណេះសមត្ថភាព
ទួនាទីរបស់មេឃុំចៅសង្កាត់គឺត្រូវតែមានគម្រោងឥឡូវខ្ញុំជួបបញ្ហាចេះត្រូវការអភិវឌ្ឍចេះជាបរដ្ឋខ្ញុំគាត់រងបញ្ហាចេះជួនកាលទៅផ្លូវនៅពេលដែលលើផ្លូវហុយផ្នែកផ្សេងតែនៅពេលដែលរដូវវស្សាទៅជីបែកអលហុកអលដាក់ដូចជាស្គីអញ្ចឹងដួលឃើញមានភាពខ្លះទៅអូតូមួយទៅសាលាត្រូវបានដួលតាមផ្លូវជាសមត្ថភាពចៅសង្កាត់ តាបាទអរគុណច្រើនបងអញ្ចឹងមានន័យថាឃុំសង្កាត់มันអត់មានកញ្ចប់លុយទេគឺមានមូលនិធិមានកញ្ចប់លុយបាទចូលពីជ្រុងនេះជ្រុងនោះដើម្បីអភិវឌ្ឍហើយយើងក៏ចម្លែកដែរហេតុអីបានមានកញ្ចប់លុយដូចគ្នាឃុំខ្លះក៏រីកចម្រើនឃុំខ្លះមិនរីកចម្រើនអញ្ចឹងលោកក៏បានបញ្ជាក់ដែរបាទថាវាតាក់ទងនឹងសមត្ថភាពរបស់ថ្នាក់ដឹកនាំឃុំហ្នឹងបាទអញ្ចឹងយើងឃើញថាថ្នាក់ដឹកនាំឃុំខ្លះលោកមានវ័យជរាមែនតែនបាទចាស់មែនតែនយើងមិនមែនថាលោកចាស់ហ្នឹងយ៉ាងម៉េចទេធម្មតាជាសភាពធម្មជាតិទៅចាស់ទៅភាពលះលហួនបាទភាពល្វីល្វីនៃការគិតហ្នឹងក៏ទៅតាមនឹងដែរអញ្ចឹងបើសិនជាមានការកំណែទម្រង់នៅក្នុងការគ្រប់គ្រងដឹកនាំឃុំសង្កាត់បានឲ្យវាប្រសើរជាងបច្ចុប្បន្នមិនដឹងល្អប៉ុណ្ណាទេបាទអញ្ចឹងភ្ជាប់ជាមួយនឹងការអភិវឌ្ឍខ្រានឹងណាសូមរំលឹកណាលេខខាងហើយបានគាត់នឹងការសន្យាធ្វើនៅមុនបោះឆ្នោតទៅសន្យាបន្តទៅសន្យាមានពាក់ព័ន្ធនឹងប្រព័ន្ធនៃការចំរបស់គណៈបកនីមួយអានេះខ្ញុំមិនថាគណៈបកណាទេប៉ុន្តែខ្ញុំក៏នៅរំលឹកថានិន្នាការផ្សេងគណៈបកផ្សេងគេអាចទៅចូលឈ្មោះជាលេខមេឃុំជាបេក្ខជនមេឃុំបេក្ខជនចៅសង្កាត់បានលុះត្រាតែមានបណ្ដាញខ្សែហើយខ្ញុំមិនចោទទេប៉ុន្តែគ្រាន់តែនេះជាការឆ្លុះបញ្ចាំងហើយក៏ដូចជាការស្ទង់មតិពីសមាជិកបេក្ខជនមួយចំនួនបានកន្លងមកហ្នឹងតើតើមានខ្សែឬក៏អាចមានលុយឧទាហរណ៍ឥឡូវខ្ញុំក៏ឧទាហរណ៍ឥឡូវឲ្យខ្ញុំជាបេក្ខជនលេខរៀងទី1ដែលជាប់ឆ្នោតទៅខ្ញុំមានកញ្ចប់ថវិកាប៉ុណ្ណេះដែលហើយឧទាហរណ៍លេខរៀងទី1ត្រូវកញ្ញាយកទូនាទីនឹងមកដូរនៅតែខែមួយខែ1លានជាងមួយខែ1លានជាងរយៈពេល5ឆ្នាំហ្នឹងប្រហែលនឹងតើអាចរួចនឹងនេះច្បាស់ណាស់នឹងមានដកអាចមិនចោទថាគាត់នេះទេប៉ុន្តែអាចនឹងមានបំណងណាមួយហ្នឹងបោះចោលថវិកាប៉ុណ្្នឹងណាបានកាន់ទូនាទីព្រោះមិនបានចោលថវិកានឹងមកវិញច្បាស់ណាស់នឹងមានភាពពុករលួយត្រកទៅនេះទីល្អទៅលីកលុបឯងបបរបៀបនៃការយើងមានប្រព័ន្ធមួយហៅប្រព័ន្ធចិត្តតៃគឺប្រព័ន្ធចិត្តតៃទីក្នុងបេក្ខជនមេឃុំចៅសង្កាត់ទាំងអស់ដែលត្រូវមកឈរលេខរៀងទី1ទី2គឺមិនមែនកើតឡើងដោយសារការចាប់តាំងកើតឡើងដោយសារការដាក់កញ្ចប់ថវិកាយូរគឺកើតឡើងពីការជ្រើសរើសតាមរយៈការបោះឆ្នោតនៅក្នុងមូលដ្ឋានរបស់គាត់តែម្ដងអ្នកដែលមានសម្លេងគ្រប់គ្រងល្អគ្រប់គ្រងច្រើនទីពេគាត់ត្រូវបានឈរលេខរៀងទី1ឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានគាត់បោះឆ្នោតហើយអង្គបោះឆ្នោតដែលជ្រើសរើសលេខរៀងទី1ទី2គឺជាក្រុមការងារនៃគណៈបកជាតបតែមូលដ្ឋានដែលនៅឃុំនោះតែម្ដងបាទក្រុមការងារនឹងមានប្រហែលមាន2អ្នកសាក់អ្នកដល់100អ្នកតាមភាពចាក់ដៃអានេះជាការជ្រើសតាក់ហើយអ្នកដែលមកឈរទួនាទីនោះច្បាស់ថាអត់យកថវិកាយកទៅចាក់ហើយអញ្ចឹងនៅពេលដែលបានកាត់ទួនាទីមកឈរទូនាទីហ្នឹងដើម្បីបំរើប្រជាពលរដ្ឋហើយមិនបាច់យកថវិកាមកចាយទៅលើទាំងដើម្បីបានលេខទៀតអញ្ចឹងអ្នកអង្គបោះឆ្នោតឬក៏ក្រុមការដល់ការគ្រប់គ្រងចិត្តឲ្យគាត់ទៅលេខទី1បានណាគាត់នឹងមានឆន្ទៈមិនបំរើប្រជាពលរដ្ឋដែលនៅក្នុងមូលដ្ឋានដោយមិនតាក់ទើដោយមិនរំពឹងថាឥឡូវធ្វើមកចំណូលថវិកាដើម្បីគ្រប់ចំនួនដែលខ្លួនបានចំណាយកំឡុងពេលលេខ
នេះហើយជាចំណុចតែ បាទអរគុណច្រើនអរគុណបងបើសិនជាខ្ញុំសង្ខេបឲ្យខ្លីសម្រាប់ពុកម៉ែបងប្អូនដែលជាអ្នកទស្សនានិងអ្នកស្ដាប់ថាគណៈបព្វជិតបតៃមូលដ្ឋាននៅពេលដាក់បេក្ខជនទៅប្រកួតជាក្រុមប្រឹក្សាឃុំសង្កាត់គឺទី1បោះឆ្នោតផ្ទៃក្នុងសិនចម្រាញ់រោបនោះល្អមកតង់សិនរួចហើយដាក់អ្នកដែលល្អហ្នឹងទៅឲ្យប្រជាពលរដ្ឋសម្រាញ់មកតង់ទៀតបោះមកតង់ទៀតគេហៅថាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងអញ្ចឹងបើអ្នកបោះឲ្យគណៈបព្វជិតបតៃមូលដ្ឋានគឺមានរយៈជាមនុស្សដែលគេបានសម្រិតសម្រាំងតាមប្រព័ន្ធប្រជាធិបតេយ្យបោះឆ្នោតផ្ទៃក្នុងម្ដងវិញហើយពិសេសមែនតើដែលខុសពីគណៈបកខ្លះគាត់ប្រើលុយណាត់លុយច្រើនបានឈរលេខរៀងមួយអញ្ចឹងទៅឬក៏មេពីខាងលើហ្នឹងបជាចាត់តាំងអ្នកឯងឈរលេខមួយទៅអញ្ចឹងណាអត់គិតកត្តាអាយុអត់គិតប្រវត្តិឬក៏កម្រិតវប្បធម៌អីទេបាទអញ្ចឹងអរគុណមែនតើមួយចង់រំលឹកពីគេដែលនឹងរំលឹកហើយជាទូយុទ្ធនាការបើនៅក្នុងគេច្រើនតែឲ្យរដ្ឋមើលអរគុណនោះហើយជាធ្វើនយោបាយទៅវិញក៏មកជាមួយដែលអ្នកមិនមែនបដិដើរតាមអញ្ចឹងបដិតាមអាស្រ័យលើមេចាក់ឧទាហរណ៍ថាខ្ញុំខែមេខ្ញុំទៅឈរលេខរៀងទី1ទី2ទី3ខ្ញុំមួយមេតនេខ្ញុំទិញបកង1គីឡូ2គីឡូយកទៅជូនមេដើម្បីលេខរៀងល្អអញ្ចឹងនោះហើយជាមួយក្នុងសង្គមហើយខ្ញុំអាចនិយាយបានថាមានតែគណៈបព្វជិតតែមួយខានដែលហ៊ានលេខលបែងនេះអាចចាត់ទុកថាជាលបែងប្រជាធិបតេយ្យមួយដែលបំរើជាប្រយោជន៍ដល់ប្រជានាំណបណ្ដោះអ្នកដឹកនាំនៅមូលដ្ឋានមានអ្នកដឹកនាំសង្គមយើងនេះមាននឹងរីចម្រើនហើយឯខែរីចម្រើននឹងមានគ្រឹះរឹងមាំមិនមែនរីចម្រើនលើច្បាប់តែចង់វិវត្តទៅលុបបាត់ទៅលុបបាត់ទៅលក់ដីវិវត្តបាទរំលេចបន្តិចបណ្ដេះទៀតបាទអរគុណណាស់មានសំណួរមួយទៀតដែលសំខាន់ដែរអញ្ចឹងគឺត្រូវការបងយកមកឆ្លុះបញ្ចាំងឲ្យពុកម៉ែបងប្អូនជាពលរដ្ឋបានយល់តើក្រុមប្រឹក្សាឃុំសង្កាត់ឯកបៈនិងពហុបៈមានលក្ខណៈខុសគ្នាបែបម៉េចបងបាទក្រៅពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខិតហើយឃុំខ្លះជាប់ទៅមួយបៈបាទឃុំខ្លះទៀតជាប់ពីរបៈឃុំខ្លះជាប់3បៈធ្វើជាក្រុមប្រឹក្សាឃុំនឹងតើវាមានលក្ខណៈខុសគ្នាមិនអា1អា2អា3នឹងបងបាទសូមអញ្ជើញវាជាទូទៅកាលណាសុំមួយមានតែធំការសម្ដែងពីអត់មានធៀបចូលរួមសំអញ្ចឹងនៃឃុំនៅឃុំមួយដែលមានការសម្ដែងអីមួយគឺគេហៅជីសេលេងអត់យកច្រើនជីសេលេងគណៈបកនោះតែមួយម្នាក់ឯងជាប់ឆ្នោតនៅឃុំជីសេលេងមិនពីណាទៅតវ៉ាអីចង់ជាពលរដ្ឋម្ចាស់ឆ្នោតមិនទៅតវ៉ាជាពលរដ្ឋម្ចាស់ឆ្នោតបានដល់សិទ្ធិឲ្យគាត់ទៅតាមរយៈស្លឹកឆ្នោតហ្នឹងអញ្ចឹងគាត់អាចសម្រេចទេបានជាពលរដ្ឋបានត្រឹមតែសំណើក៏ដូចជាចូលរួមស្ដាប់ចូលរួមស្ដាប់ទៀតគុំខ្លះមួយឆ្នាំមិនដែលហៅប្រជាពលរដ្ឋចូលរួមស្ដាប់ប្រជុំផ្ទុយទៅវិញគណៈផ្ទុយទៅវិញឃុំដែលមាន2គណៈឬក៏3គណៈអាហ្នឹងវាស្ថិតក្នុងការប្រកួតប្រជែងគំនិតនិងផ្នត់គំនិតនិងគោលនយោបាយរបស់គណៈ2គណៈខ្ញុំយល់ថាការធ្វើចេះល្អបំរើជាប្រយោជន៍ដល់ប្រជាពលរដ្ឋតែគណៈបកមួយទៀតគាត់ថាអញ្ចឹងពីខ្ញុំគួរតែធ្វើចេះហើយខ្ញុំលើកថតជាការប្រៀបធៀបអីវាឡៃពីមុនមកគាត់ចិញ្ចឹមជ្រូកសំទោសណាមិនមែនជាការប្រៀបធៀបអីទេបញ្ញត្តិជាលើកឧទាហរណ៍ដែលមិនយល់ចិញ្ចឹមជ្រូកបើម្ចាស់ចិញ្ចឹមនឹងចិញ្ចឹមតែមួយទៅជាជួនកាលដាក់បាយគាត់ក៏អត់ចាំទៅវិញពីឡើងមិនអាច
ហ្នឹងខ្ញុំគាត់នេះហើយងាកមកសមាជិកនឹងទួនាទីគូបាក់នៅក្នុងឃុំទាំងកាន់កាលណាហ៊ានធ្វើអីមួយខុសពីការសន្យារបស់ខ្លួនអញ្ចឹងគណៈបក្សផ្សេងគាត់បានអនុវត្តទៅតាមការសន្យាជាពលរដ្ឋច្បាស់ណាស់ទោះមិនមានសិទ្ធិក៏មិនមានសម្លេងនៅក្នុងហ្នឹងក៏គាត់មានឧត្តមគតិខាងក្រៅគណៈបកនោះអញ្ញាគាត់ត្រូវវាផងវាមើលទៅវាជាតស៊ូល្អណាស់ទៅអញទៅបោះហើយទៅបោះនេះជាកត្តាសំខាន់ហើយឃុំអាចរីចម្រាស់ទៅលើការគួរពិជែកផ្នែកបាយហ្នឹង បាទអរគុណច្រើនបងអើយខ្ញុំចង់ចូលរួមបន្តិចដែរបាទតាក់ទងជាមួយនឹងឯកបៈមានអ្នកឃុំនឹងមានតែគណៈបកមួយដឹកនាំសិនជាយើងគិតទៅមានអ្នកគាត់ចង់ធ្វើអីក៏បានមិនធ្វើអីក៏បានតែឧបបអតិវត្តគាត់ចង់អតិវត្តក៏បានមិនអតិវត្តក៏បានតែព្រោះអត់មានអ្នកគេថាប្រកួតមួយគាត់អត់មានប្រកួតមួយគាត់ទេបាទដល់ឃុំដែលអាចមានពហុបកថាមិនត្រូវគឺគាត់ដណ្ដើមគ្នាបំរើប្រជាពលរដ្ឋជាក់ស្ដែងដូចជាគណៈបព្វជិធិបតេយ្យមូលដ្ឋានយើងមានក្រុមប្រឹក្សាឃុំដែរមានឃុំមួយយើងអត់ដឹងទេកុំឲ្យថាវាមានបញ្ហានៅពេលដែលក្រុមប្រឹក្សាឃុំដែលចេញពីគណៈបព្វជិធិបតេយ្យមូលដ្ឋានគាត់ខំប្រឹងដើរស្ទង់មតិប្រជាពលរដ្ឋទៅបំរើប្រជាពលរដ្ឋដល់អញ្ចឹងអាគណៈបកមួយទៀតគណៈបកមួយទៀតដែលគាត់តំណែងជាមេឃុំផងគាត់ឃើញថាអូនោះដណ្ដើមការងារអញអត់ដណ្ដើមការងារបកអញ្ចឹងបើសិនជាអញអត់ប្រឹងធ្វើទៀតអាណត្តិក្រោយអញទៅតលាក់អញ្ចឹងឃើញទេវាគឺជាលក្ខណៈមួយនៃការប្រកួតប្រជែងបំរើប្រជាពលរដ្ឋអញ្ចឹងប្រជាពលរដ្ឋគួរចេះគេថាលេងនយោបាយដែរនៅក្នុងចំណុចហ្នឹងកុំឲ្យឃុំរបស់ខ្លួនឯងហ្នឹងឯកបៈគេចាយលុយក៏យើងអត់ដឹងរតម្លាភាពអីអត់ឃើញទេប៉ុន្តែបើពហុបកគាត់ជួយតាមដានបកទី2បកទី3ហ្នឹងគាត់ជួយតាមដានថាមេឃុំហ្នឹងចាយត្រឹមត្រូវអត់តម្លាភាពអត់ស្មោះត្រង់នឹងប្រជាពលរដ្ឋអត់ព្រោះប្រជាពលរដ្ឋហ្នឹងគឺជាប្រជាពលរដ្ឋរបស់ក្រុមប្រឹក្សាឃុំទាំងអស់ហ្នឹងឯងអត់គិតថាមកពីបកណាទេអញ្ចឹងអស់សូមចូលទៅនឹងជាមួយតារាឃុំមួយដែលមានសមាជិកពីគណៈបព្វជិធិបតេយ្យមូលដ្ឋានហើយកន្លងមកមានគម្រោងហើយនៅឃុំនឹងមាន3គណៈហើយមានគណៈបកមួយនោះគាត់ជាមេឃុំទៅពេលដែលគម្រោងអភិវឌ្ឍទៅលើផ្លូវខ្សែប្រជុំភាសាគ្នាលើកថាអភិវឌ្ឍនៅទីតាំងនេះចាំពេលទីតាំងនេះចាំខ្លះភូមិណាអភិវឌ្ឍនៅភូមិនេះឃុំនេះនៅភូមិនេះចាំពេលចាប់តាំងធ្វើចាំយកទៅធ្វើនៅទីតាំងផ្សេងហើយបែងនៃផ្លូវហ្នឹងវាខ្លាចហើយណាយគេចាប់ថាវាតែជាគម្រោងដៃជែកក្នុងនោះសមាជិកក៏ដូចជាវត្តមានរបស់គណៈបព្វជិធិបតេយ្យមូលដ្ឋានក៏បានធ្វើការតស៊ូមតិដោយសហការជាមួយគណៈបកមួយទៀតលើពីហេតុអីបាននិយាយពីការវត្តនៅទីតាំងនេះចាប់ថវិកានៅទីតាំងនោះប៉ុន្តែយកទៅធ្វើនៅទីតាំងផ្សេងទីតាំងនោះវាមិនមែនថាមិនត្រូវអភិវឌ្ឍវាត្រូវអភិវឌ្ឍតែមិនតបកប់រឿងចាំបាច់គឺនៅទីតាំងដែលបានហេតុអីបានទៅធ្វើនៅទីតាំងបាទក៏បានតស៊ូមតិរហូតដល់គណៈបកដែលជាក្រុមប្រឹក្សាមានគណៈបកជាតិនិងគណៈក៏បានតែគ្នាដើម្បីទទួលផលល្អមិនមែនជាការចង់ចាញ់ចង់ឈ្នះមិនមែនជាការបែកជាប៉ុន្តែវាជាដំណាភាពនិងយុទ្ធធម៌សង្គមមួយបំរើដល់ប្រជាពលរដ្ឋហើយកញ្ចប់ថវិកាហ្នឹងវាប្រើប្រាស់ទៅចំនឹងកន្លែងដែលតម្រូវការរបស់ប្រជាពលរដ្ឋតែកញ្ចប់ថវិកាគិតអស់ប៉ុណ្ណេះលានទេប៉ុណ្ណេះលានធ្វើកន្លែងនោះអានោះតែចេះអញ្ចឹងធ្វើកន្លែងនោះគេសុខថាប្រជាពលរដ្ឋមកតឡាមិនថានិយាយធ្វើមិនក៏សិតឲ្យទៅនៃឃុំចៅសង្កាត់ទៅទៅវិញមានក្រុមប្រឹក្សាពីនិន្នាការពីមានគណៈបព្វជិធិបតេយ្យមូលដ្ឋាននិងគណៈមួយទៀតបានសហការគ្នាតស៊ូមតិទទួលផលបានជោគជ័យបាទអរគុណអង្គបានរំលឹកនៅចំណុចវិជ្ជមាននៅក្នុងគណៈបកនៅក្នុងឃុំសង្កាត់ដែលមានពហុបកហើយអ្វីដែលបងបានលើកឡើងនិងអ្វីដែលខ្ញុំបានលើកឡើងហ្នឹងគឺជារឿងឃុំពីរផ្សេងគ្នាមិនមែនរឿងនៅក្នុងឃុំតែមួយទេកុំឲ្យពុកម៉ែបងប្អូនយល់ច្រឡំ
ផ្សេងគ្នាអញ្ចឹងយើងបំរើប្រជាពលរដ្ឋតាមគោលនយោបាយយើងយកគោលនយោបាយទៅប្រកួតប្រជែងយើងប្រកួតប្រជែងជាមួយនឹងសកម្មភាពបំរើប្រជាពលរដ្ឋហើយអ្នកដែលបានផលចំណេញគឺប្រជាពលរដ្ឋនៅក្នុងឃុំមួយហ្នឹងអញ្ចឹងដោយសារពេលវេលាខ្ញុំជួរំលេចបន្តិចដែរថាក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងគឺមានមេឃុំចៅសង្កាត់មានជំទប់ទី1ជំទប់ទី2ឬក៏ចៅសង្កាត់រងទី1ចៅសង្កាត់រងទី2នឹងដូចតែគ្នាទេហើយនឹងសមាជិកមានអ្នកខ្លះគាត់ច្រឡំដែរបញ្ជាក់ថាស្មៀនមិនមែនជាក្រុមប្រឹក្សាឃុំសង្កាត់ទេគាត់គឺជាមន្ត្រីដែលប្រឡងចូលបម្រើការងារនៅឃុំសង្កាត់តាមក្របខ័ណ្ឌក្រសួងមហាផ្ទៃបាទហើយមួយវិញទៀតដូចបងគាត់បានបញ្ជាក់អញ្ចឹងតាក់ទងជាមួយនឹងការទូនាទីរបស់ក្រុមប្រឹក្សាឃុំសង្កាត់មួយដែលយើងគួរដឹងដែរគឺគេមានប្រជុំរៀងរាល់មួយខែម្ដងគេហៅថាប្រជុំសាមញ្ញដែលការប្រជុំនេះជាតោតគេអនុញ្ញាតឲ្យប្រជាពលរដ្ឋហ្នឹងអាចចូលស្ដាប់ចូលតាមដានបានខ្ញុំចង់បន្ថែមមួយចំណុចទៀតដែលខ្ញុំឃើញពីភាពអសកម្មរបស់ក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងភូមិឃុំមួយចំនួនហ្នឹងទ្រព្យសម្បត្តិរបស់រដ្ឋមានផ្លូវសាធារណៈផ្លូវចាំចាក់ដើមមានបន្លាយមានអីហ្នឹងឃើញប្រជាពលរដ្ឋហ្នឹងគាត់ចាប់ផ្ដើមរំលោភយកបណ្ដើហើយបាទគាត់មានលុយមានកាក់គាត់ធ្វើលបងគាត់ធ្វើកាត់យកបណ្ដោយបាទបន្លាយរដ្ឋអីហ្នឹងគាត់ចាក់ធ្វើលបងគាត់ចាក់ដីយកតែម្ដងបាទអញ្ចឹងយើងឃើញថាហាក់ដូចជាខាងក្រុមប្រឹក្សាឃុំសង្កាត់ដែលជាអាជ្ញាធរមូលដ្ឋានហ្នឹងដូចអត់មានចុះទៅរារាំងខាំងឃាត់ឬក៏អន្តរាគមឬក៏ចូលទៅអប់រំអីសោះពីមួយអាណត្តិទៅមួយអាណត្តិពីមួយឆ្នាំទៅមួយឆ្នាំហ្នឹងគំរូហ្នឹងคล้ายទៅជាគំរូអាក្រក់មួយយកបានមួយទៀតឃើញគេយកបានយកដែរអញ្ចឹងណាបាទអញ្ចឹងដោយសារពេលវេលាផងដែរហើយបើសិនជាទៅចែកក៏ចេះតែមានរឿងទៅចែកទៀតបាទអញ្ចឹងខ្ញុំជាទីបញ្ចប់នេះបាទទី1គឺសូមអរគុណបងធុបូណាដែលជាប្រធាននៃគណៈកម្មការដោះស្រាយវិវាទនិងវិន័យនៃគណៈបកប្រជាធិបតេយ្យមូលដ្ឋានដែលបានផ្ដល់ជាកិត្តិយសជាវាគ្មិននៅក្នុងការបកស្រាយក្រោមប្រធានបទការគ្រប់គ្រងឃុំសង្កាត់បាទឬក៏យើងហៅថារដ្ឋបាលឃុំសង្កាត់ក្រោមកម្មវិធីសំលេងមូលដ្ឋានហើយជាចុងក្រោយផងដែរក៏សូមអរគុណដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានតាមដានស្ដាប់និងទស្សនាបាទរវាងខ្ញុំជាធីរ៉ាជាអ្នកសម្ភាសសម្របសម្រួលហើយនឹងបងប្រុសធុបូណាបាទហើយសូមគោរពជូនពរឲ្យប្រគុណម្ចាស់ទៅដូចជាពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរីករាយបាទខ្ញុំសូមអរកាយគោរពលាត្រឹមតែប៉ុណ្ណេះបាទសូមអរគុណសូមអរគុណសូមជម្រាបលាបាទសូមជម្រាបលាបាទខ្ញុំស្រមៃប្រជាធិបតេយ្យមូលដ្ឋានត្រង់តែងកើនកានបានសុខសង្សានពលរដ្ឋសង្គមមានចំណូលសមរម្យផលិតផលស្ដុកស្ដម្ភហើយសុវត្ថិភាពផងជាតិសប្បាយយ៉ាងណាបើប្រជាមានសិទ្ធិសម្រេចចិត្តជ្រើងតាមការគិតពិតជាសមហើយតម្រូវការបានឆ្លើយកម្ពុជាសុខហើយស្បើយអស់ពីទុក្ខា